ថ្ងៃនេះខ្ញុំនឹងមករៀបអ្នកទាំងអស់គ្នារបៀបស្ងោរត្រឡាចតើស្ងោរត្រឡាចគឺធ្វើដូចម្ដេចទី1តើមានត្រឡាចទី2ទៅហូរនឹងពងមាន់ឥឡូវទឹកពុះហើយយើងចាប់ដាក់ចូលទី1ដាក់ត្រឡាចចូលបន្ទាប់មកយើងដាក់ប្រេងចូលបន្តិចគ្របហើយគ្របវាទុកបន្ទាប់មកយើងចាក់ទៅហូរនឹងពងមាន់ចូលបន្ទាប់មកយើងគ្របលើពុះហើយបន្ទាប់មកយើងដាក់ស្ករចូលបន្ទាប់មកយើងដាក់អំបិលចូលបន្ទាប់មកយើងដាក់ប៊ីចេងចូលខាងក្រោយយើងដាក់ម្រេចចូលមួយបន្ទាប់មកយើងគ្របវាទុករយៈពេល3នាទីរយៈពេលនេះយើងបានធ្វើរួចហើយនេះហៅថាស្ងោរត្រឡាច